គ្រប់គ្រងក្រុមធំអ្វីយើងត្រូវធ្វើគឺ make sure ថាយើងមាន plan ច្បាស់លាស់ការធ្វើការគឺយើងត្រូវស្មោះត្រង់នៅពេលយើងចាប់ផ្ដើមគ្រប់គ្រងក្រុមធំអ្វីយើងត្រូវធ្វើគឺ make sure ថាយើងមាន plan ច្បាស់លាស់ចឹងរាល់ពេលដែលយើងនិយាយរាល់ការសម្រេចចិត្តឬក៏ដំណោះស្រាយអ្វីដែលយើងផ្ដល់ឲ្យគឺ make sure ថា it really apply to all consistency with everyone ចឹងយើងអាចសម្រេចចិត្តមួយហើយនៅពេលដែលមានបញ្ហាកើតឡើងយើងផ្លាស់ប្ដូរការសម្រេចចិត្តនឹងភ្លាមៗបានទេអញ្ចឹង make sure ថាគ្រប់យ៉ាងដែលយើងធ្វើការសម្រេចចិត្តគ្រប់រឿងដែលយើងដោះស្រាយគឺត្រូវតែឲ្យវាស្មើភាពគ្នាទាំងអស់គ្នាហើយមាន plan ទុកជាមុនអ្នកណាត្រូវទទួលខុសត្រូវរឿងអី inform អ្នកណាអញ្ចឹងមានថាធ្វើបែបហ្នឹងទៅរាល់ team member ទាំងអស់ក៏មានអារម្មណ៍ថាគ្រប់គ្នាគឺសំខាន់សម្រាប់ការងារហ្នឹងយើងមិនត្រូវបានទុកចោលអ្នកណាម្នាក់ទេជួនកាលណាយើងគិតថាអូខេបុគ្គលកគាត់ potential ជាងទោះបីគាត់បានធ្វើការងារហ្នឹងតែយើងចង់គាត់ធ្វើបានព្រោះយើងដឹងគាត់ធ្វើបានតែអត់ត្រឹមត្រូវយើងត្រូវឲ្យសិទ្ធទៅបុគ្គលខព្រោះថាគាត់អាចមានតួនាទីហ្នឹងហើយគាត់អាចសាកបានតែគាត់ធ្វើអត់បាន 100% ដូចបុគ្គលកប៉ុន្តែគាត់អាចរៀនពីការធ្វើការងាររបស់គាត់ហ្នឹងដែលខ្ញុំមានឆ្លងកាត់តាមបទពិសោធន៍របស់ខ្ញុំដែលកាន់តំណែងជានាយិកាហ្នឹងហើយមួយទៀតដែលខ្ញុំមើលឃើញក្រៅតែពីការគ្រប់គ្រងមនុស្សតាក់ទងជាមួយការបផ្សាយតាក់ទងគឺមួយទៀតគឺមិនមែនខ្ញុំប្រឹងតែឯងទេអ្នកជំនាញខ្លួនគឺ support ខ្ញុំមែនទែនគ្រប់គ្នាដែលនៅក្នុងអង្គភាពដែលចូលលើតំណែងដែលជួយ support គ្នាបានគឺពួកគាត់ welcome មែនទែនខ្ញុំគិតថាខ្ញុំសំណាងដោយសារខ្ញុំមាន team member ដែលចេះជួយអញ្ចឹងធ្វើជាអ្នកដឹកនាំវាមិនស្រួលក៏វាមានពិបាកដែរប៉ុន្តែគឺក្រៅតែពីអាចគ្រប់គ្រងមនុស្សបានក៏មានដឹងពីចក្ខុវិស័យរបស់អង្គការដឹងនាំអង្គការបានល្អហើយក៏អាចរកលុយមកទទួលអង្គការបានដែរអញ្ចឹងខ្ញុំគិតថាបទពិសោធន៍និងចំណេះជំនាញដែលខ្ញុំមានរហូតមកដល់ឥឡូវហ្នឹងគឺទោះបីជាវាមិនល្អឥតខ្ចោះដើម្បីឲ្យខ្ញុំចូលលើតំណែងហ្នឹងបានតែខ្ញុំគិតថាវាជា foundation សម្រាប់ខ្ញុំដែលខ្ញុំអាចមានគ្រឹះខ្លះហើយដែលពួកខ្ញុំអាចធ្វើឲ្យខ្ញុំនឹងឈរបានដោយនាំឲ្យអ្នកទាំងអស់គ្នានៅក្នុងអង្គភាពយើងឈរជាមួយគ្នាហើយយើងធ្វើការបានដោយល្អទៀតមានពេលមួយនោះនៅពេលដែលខ្ញុំបាន volunteer ខ្ញុំយកបទពិសោធន៍ហ្នឹងទៅធ្វើការនៅអង្គការមួយទៀតដែលខុសពីទូនីតិដែលខ្ញុំកាន់សប្តាហ៍ថ្ងៃហ្នឹងយើងមានសិទ្ធិក្នុងការចែករំលែកនៅអ្វីដែលយើងបានរៀនសូត្រអញ្ចឹងនៅពេលដែលខ្ញុំបានចែករំលែកនៅអង្គការផ្សេងហ្នឹងមានខាងថ្នាក់លើគេឃើញខ្ញុំដែរចាអញ្ចឹងនៅក្នុងឡុងពេលហ្នឹងគាត់ក៏ offer ទូនីតិមួយសម្រាប់ខ្ញុំដូចជាទូនីតិមួយដែលខុស360 degree តែម្ដងគឺគាត់ឲ្យខ្ញុំខ្លាយទៅជា management គឺប្រធានអង្គការនឹងតែម្ដងហើយក្នុងឡុងពេលហ្នឹងខ្ញុំភ័យក៏ចង់សាកល្បងខ្ញុំឃើញបងស្រីម្នាក់ដែលនៅខាងអង្គការចាស់គាត់អាចធ្វើបានអញ្ចឹងក្នុងឡុងពេលហ្នឹងឯងដែលជាចំណុចមួយដែលធ្វើឲ្យខ្ញុំហ្នឹងបានខ្លាយមកប្រធានអង្គការសប្តាហ៍ថ្ងៃចា wow interesting ការទៅស្ម័គ្រចិត្តសោះគេឃើញ potential សម្រាប់នាងខ្ញុំផ្ទាល់ខ្ញុំគិតថាត្រូវតែមានក្តីសម័យមួយជាលក្ខសិនក្តីសម័យដែលមួយជាលក្ខមានន័យថាម៉េចមានន័យថាអ្នកទាំងអស់គ្នាអាចមានក្តីសម័យច្រើនអញ្ចឹងណាប៉ុន្តែត្រូវសួរថាតើក្តីសម័យនឹងយើងអាចទៅដល់ដែរអត់អាចក្តីសម័យនឹងតើយើងអាចបត់បែនតាមពេលវេលាដែរអត់អីអត់អញ្ចឹងណាព្រោះក្មេងយុវជនយើងសម័យឥឡូវអ្វីដែលគាត់គិតថារៀនមុខជំនាញណាដែលធ្វើគាត់រកលុយបានច្រើនរៀនមុខជំនាញណាដែល popular ជាងគេអញ្ចឹងតែផ្ទុយទៅវិញយើងអត់បាក់គិតអញ្ចឹងតែយើងគិតថាមានក្តីសម័យមួយសិនតែយើងសម័យចង់ធ្វើអីអញ្ចឹងដើម្បីឲ្យយើងអាចទៅដល់ក្តីសម័យរបស់យើងបានគឺយើងត្រូវស្មោះត្រង់មួយខ្លួនឯងមែនទេទោះបីជាមានអីកើតឡើងក៏ដោយគឺត្រូវតែ make sure ថាដោយយឺតលឿនឬយឺតគឺនៅតែបន្តសលឹងក្តីសម័យយើងជាគោលឧបមាថាដូចបងអូនស្រីអញ្ចឹងគាត់ថាគាត់ចង់ខ្លាយជានាយកអង្គការគាត់អត់គិតថាគាត់ដើរលឿនឬយឺតប៉ុណ្ណាប៉ុន្តែអ្វីដែលគាត់អាចធ្វើបានគឺគាត់រៀនតាមផ្លូវអញ្ចឹងណាគាត់រៀនតាមផ្លូវទោះបីគាត់ព្រមជាគណនេយ្យករក៏ប៉ុន្តែគាត់សម្លឹងមើលអ្នកដែលធ្វើការជានាយករួចទៅហើយអញ្ចឹងព្យាយាមដាក់ក្តីសម័យយើងឲ្យត្រង់ព្យាយាមតម្រង់ទៅទោះបីយឺតក៏ដោយលឿនក៏ដោយយើងទៅកុំរេតាមឱកាសថ្មីកុំរេតាមតម្រូវការទីផ្សារកុំរេតាមគេហៅថាប្រាក់បៀវត្សអញ្ចឹងបែបធ្វើបែបហ្នឹងធ្វើយើងអាចចាប់ក្តីសម័យបានប្រាប់អ្នកដែលចង់បង្កើតក្តីសម័យសូម make sure ថាក្តីសម័យរបស់យើងហ្នឹងពិតជាអ្វីដែលយើងស្រឡាញ់មែនព្រោះថានៅពេលដែលយើងនៅរៀនយើងមើលឃើញថាឃើញអ្នកផ្សេងម្នាក់នេះជា role model អញ្ចេះពេលដែលយើងរៀនហើយសាប់តែឃើញអ្នកផ្សេងបែបនោះ role model បែបហ្នឹងអញ្ចឹងក្តីសម័យរបស់យើងរៀងរេបន្តិចហើយអញ្ចឹងខ្ញុំថាប្រកាសបំផុតគឺយើងនឹងល្អស្អីជាងគេប៉ាកែស្អីជាងគេហើយធនធានជំនាញខ្លួនយើងនឹងអ្វីដែលយើងអាច support យើងបានអញ្ចឹងនៅពេលដែលយើងរកឃើញ talent របស់យើងដឹងពីធនធានអាច support យើងបានអញ្ចឹងយើងសម័យបានហើយការសម័យហ្នឹងគឺយើងអាចទៅបានដោយ
ចឹងថាដោយជោគជ័យបើសិនជាយើងមានវាដូចជាលក្ខ តែទៅមួយនឹងក្តីសម័យរបស់យើងគឺអ្នករាល់គ្នាមានជាបងប្អូនទាំងអស់គ្នាមានក្តីសម័យគឺយើងត្រូវតែប្រើកូនសោដើម្បីចាក់វាទៅរកក្តីសម័យរបស់យើងអញ្ចឹងកូនសោដែលយើងអាចចាប់បានគឺការអប់រំរបស់យើងនឹងឯងអញ្ចឹងការអប់រំរបស់យើងត្រូវគិតថាពេលដែលយើងរៀនយើងមិនមែនរៀនដើម្បីការប្រឡងជាប់ប្រកបណាស់គឺរៀនដើម្បីប្រឡងជាប់ក៏ប៉ុន្តែយើងត្រូវគិតថាយើងប្រឡងជាប់ឬប្រឡងដើម្បីអីគឺដើម្បីក្តីសម័យរបស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើងមានការអប់រំមានចំណេះដឹងខ្ពង់ខ្ពស់យើងនឹងមានចំណុចមួយដែលគេហៅថា resilient អញ្ចឹងភាពធន់នៅក្នុងខ្លួនហើយក៏អាចនិយាយថានិរន្តរភាពសម្រាប់អនាគតរបស់យើងដែរ